ជាវស៊ូល្អណាស់លោកស៊ីលោកមានការបង្កប់អ្វីដែរការវិភាគសប្តាហ៍ក្រោយលោកចោលទាំងអស់ស្អែកខ្ញុំត្រូវទៅប្រជុំនៅការិយាល័យកណ្ដាលមួយសប្តាហ៍មេដឹកនាំគ្មានអ្នកមើលថែត្រូវការពាក្យអ្នកចេញពីធ្វើការ1 ម៉ោងមុនរាល់ថ្ងៃដើម្បីជួយខ្ញុំដើរលេងពិតមែនឬអរគុណលោកស៊ីម៉ាក់យ៉ងថាវទីបំផុតខ្ញុំបានឃើញអញហើយខ្ញុំផ្ទុះសំណើចតែម្ដងអាហាអេងថាវម៉ាក់មកលេងកូនហើយមិនក៏ញ៉ៃញ៉ៃម្លេះទាំងអស់សុទ្ធតែកំហុសឯងហុយទាំងអស់សុទ្ធតែកំហុសស៊ីវសាទៀបនោះប្រកាសជាមិនបានមើលថែឯងបានល្អទេកញ្ញាជីវអត់ជួបគ្នាយូរហើយឬថាប៉ុន្មានថ្ងៃនេះអ្នកនៅទីនេះចាក់ចេញពីស៊ីវសានគេមានគូដណ្ដឹងហើយកញ្ញាសិនពួកយើងដូចជាមិនសូវស្គាល់គ្នាទេមែនទេនាងមិនចង់ដឹងទេថាមានអ្វីកើតឡើងចំពោះសានអានប៉ុន្មានឆ្នាំនេះរឿងនឹងមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំមកទីនេះថ្ងៃនេះដោយសារតែភារកិច្ចខ្ញុំមានការងារផ្សេងទៀតខ្ញុំទៅមុនហើយឥឡូវនេះគេជារបស់ខ្ញុំហើយនៅតែដែរដូចពីមុននាងឯងក៏មិនសមនឹងរបស់គ្មានតម្លៃបែបនេះដែរអាហាអាហ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 ាគេកំពុងធ្វើអ្វីនៅក្បែរអាងហែទឹកយីងថាវឆ្កែរបស់មនុស្សថោកទាបគួរតែញាប់ទៅដើម្បីកុំឲ្យវារំខានអ្នកអតីយីងថាវសិនជីវ័យនាងធ្វើអីនាងបានសន្យានឹងម្ដាយរបស់ជីអានថានឹងចាក់ចេញពីគេហើយដើម្បីនាងនៅតែលេចមុខទៀតនាងគួរតែងាប់ជាមួយនឹងឆ្កែល្ងងនេះទៅការទះមួយកំភ្លៀងនេះគឺសម្រាប់អ្នកណាដែលចង់សម្លាប់គេរកនាងមនុស្សថោកទាបនាងហ៊ានទះខ្ញុំឬនាងដឹងទេថាខ្ញុំជានរណាការទះនេះគឺដើម្បីរឿងដែលនាងបានគំរាមឪពុកម្ដាយខ្ញុំកាលពី4ឆ្នាំមុនខ្ញុំចង់វាឯងតាំងពី4ឆ្នាំមុនមកម្លេះចឹងស៊ូឯងកំពុងធ្វើអីហ្នឹងងាប់ទៅវាខ្ញុំទេជាអ្នកវាបើឯងចង់សងសឹកឲ្យវាតាមចិត្តឯងចោះឯងដឹងតែញាប់ហើយនិយាយរួមទៅស៊ឺអានទេជាអ្នកវាខ្ញុំឯងដើម្បីតែមនុស្សក្រៅម្នាក់សិនជាវីបើអត់មានកម្លាំងវាទៅវិញទេទៅរកប្តីឯងទៅកុំមកឈួតនៅទីនេះម្យ៉ាងទៀតសម្រាប់ខ្ញុំគេមិនមែនជាមនុស្សក្រៅទេឯងទេជាមនុស្សក្រៅជាវីមិនមែនជាប្រពន្ធរបស់គេទេតែម្ដាយគេនិយាយយ៉ាងច្បាស់ថាស៊ឺសានរៀបការហើយអញ្ចឹងប្រពន្ធគេជានរណាជាវស៊ូឯងជាមនុស្សថោកទាបរាល់ដងដែលឯងលេចមុខមកតែងតែធ្វើឲ្យខ្ញុំស្អិតទ្រូងបើខ្ញុំមិនបានស៊ឺអានទេឯងក៏កុំយកសប្តាហ៍បានដែរលោកស៊ឺបើអត់មានរឿងអីផ្សេងទៀតទេខ្ញុំទៅផ្ទះមុនហើយអាហោដូចជាផ្ដាសាយហើយជាវស៊ូហើយជាវស៊ូនៅពេលគេងលក់ទើបគួរឲ្យស្រឡាញ់ជាងគេមាត់អាក្រក់និយាយមកដឹងតែខឹងខ្ញុំហើយ
បងប្រុសខ្ញុំចង់ដឹងណាស់ថាគេជាមនុស្សបែបណាហេជាវស៊ូអ្នកណែណាហេតុអីអ្នកនៅទីនេះខ្លួនឯងក្តៅខ្លួនមិនដឹងសោះមិត្តប្រុសដែលអ្នកស្រឡាញ់ខ្លាំងនោះក៏មិនបានខ្វល់ពីអ្នកដូចខ្ញុំជាចៅវាយនេះដែរគេមិនសង្ហាដូចខ្ញុំទេលក្ខខណ្ឌក៏មិនល្អដូចខ្ញុំដែរពិតជាមិនដឹងថាឯងស្រឡាញ់គេត្រង់ណាទេស៊ូសានអ្នកបានរៀបការហើយកុំមករំខានខ្ញុំទៀតបានទេអ្នកណាប្រាប់ថាខ្ញុំរៀបការហើយខ្ញុំឆាវស៊ីឯងអត់អីទេលោកស៊ីវសង្សារខ្ញុំមកហើយលោកអាចទៅបានហើយអាហោះលោកនេះហើយជាលោកស៊ីវមែនទេខ្ញុំធ្លាប់ពីឈ្មោះលោកយូរហើយខ្ញុំជាសង្សាររបស់ឆាវឆាវខ្ញុំឈ្មោះមេងជឺឆាវឆាវក៏លោកហ៊ានហើយអញ្ចឹងដែរតើលោកដឹងពីរបៀបមើលថែអ្នកជំងឺទេតើលោកដឹងថាគាត់ក្តៅខ្លួនប៉ុន្មានថ្ងៃទើបជាទេប្រកាសជាដឹងហើយមិនបាច់ឲ្យលោកស៊ីវព្រួយបារម្ភទេហើយពេញចិត្តហើយមែនទេលោកធ្វើឲ្យគាត់ខឹងហើយទៅបាត់ហើយឯងយ៉ាងម៉េចហ្នឹងធ្វើឲ្យខ្លួនឯងមើលទៅរញ៉េញ៉ៃដល់ម្លឹងអត់អីទេបងជួយរៀបចំអីវ៉ាន់ខ្ញុំផងខ្ញុំចង់ទៅផ្ទះខ្ញុំមិនចូលចិត្តក្លិនមន្ទីរពេទ្យទេចូលព្រមដឹងច្បាស់ហើយម៉េងជឺជាកូនមីងខាងម្ដាយរបស់ជាវស៊ូនៅជាមួយយីអ៊ីវរលជាវស៊ូថាគេជាសង្សារនាងខ្លែងខ្លាយជាវរបស់ខ្ញុំពិតជាឆ្លាតណាស់ហ៊ានធ្វើពុតបោកខ្ញុំការផ្ទៀងផ្ទាត់បរាជ័យការផ្ទៀងផ្ទាត់បរាជ័យអ្នកមកដល់មិនបានបដូរលេខសម្ងាត់ហើយមិនមែនថ្ងៃកំណើតអ្នកទេហើយក៏មិនមែនជាថ្ងៃកំណើតរបស់អ៊ីងថាវដែរលោកស៊ូថ្ងៃនេះខ្ញុំសុំច្បាប់ខ្ញុំគ្មានកាតព្វកិច្ចធ្វើការទេចុះសង្សារឯងមើលថែឯងបានប៉ុណ្ណឹងមិនមែនជារឿងរបស់អ្នកទេការយោគយល់និងការយកចិត្តទុកដាក់គឺជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំនេះគឺជាការបញ្ជាក់សុទ្ធតែជារបស់ដែលអ្នកចូលចិត្តញ៉ាំខ្ញុំធ្វើខ្លួនឯងកាត់ឡើងមើលស៊ូសានឯងឈប់ធ្វើថោកទាបទៀតទៅខ្ញុំមានសង្សារហើយសង្សារស៊ូសេនឯងចេះថ្លៃធ្នូបន្តិចបានទេតើគេធ្លាប់ថើបស្នាមព្រះច័ន្ទតូចលើចង្កេះឯងដូចខ្ញុំទេថាប់ខ្ញុំយើងក៏ធ្លាប់គេងជាមួយគ្នាដែរឯងពេញចិត្តហើយឬនៅ
ជាវសុយប្រវត្តិម៉ូចេតងាយស្រួលរកណាស់អញឈប់បោកខ្ញុំទៀតទៅខ្ញុំឲ្យឱកាសអញម្ដងទៀតប្រាប់ខ្ញុំមកស៊ូសានយើងនិយាយគ្នាទៅក្រៅពីរឿងស្នេហារឿងផ្សេងទៀតខ្ញុំអត់និយាយទេស៊ូសានយើងបែកគ្នាហើយឆ្កែក៏ឲ្យអញវិញហើយដែរអញឈប់តាមរំខានខ្ញុំទៀតទៅបានទេអញរៀបការហើយតើអញចេះថ្លៃថ្នូរបន្តិចបានទេបានទេអ្នកណាប្រាប់អញថាខ្ញុំរៀបការហើយអញជាអ្នកកំណត់មែនទេអីចឹងគាត់អត់បានរៀបការទេគាត់នៅតែលីវមែនទេមិនមែនខ្ញុំទេម៉ែអញជាអ្នកកំណត់មិនក៏ជាគេអីចឹងខ្ញុំទោះមិនមែនមែងឈឺក៏ដោយខ្ញុំក៏នឹងតាក់ទងជាមួយអ្នកផ្សេងដែរហើយរៀបការជាមួយអ្នកផ្សេងអីចឹងឯងអាចតាក់ទងជាមួយខ្ញុំបានតើលោកប្រធានខ្ញុំដឹងថាម៉ាក់ខ្ញុំបានជួបលោកតែនឹងមិនមែនជាបំណងខ្ញុំទេឯងស្ដាប់ខ្ញុំពន្យល់សិនហ៊ូសានខ្ញុំបែកគ្នាជាមួយឯងគឺដោយសារហេតុផលផ្សេងឯងឲ្យខ្ញុំពេលបន្តិចទៅខ្ញុំនឹងអាចដោះស្រាយបញ្ហាទាំងអស់បានអ្វីដែលឯងចង់បានខ្ញុំនឹងឲ្យឯងទាំងអស់បានទេខ្ញុំអត់ចង់បានទេឯងស្ដាប់យល់ហើយឬនៅមិនមែនឯងមិនឲ្យទេគឺខ្ញុំដែលមិនចង់បានកុំទៅណាខ្ញុំលែងស្រឡាញ់ឯងហើយតាំងពីដំបូងឯងខំខ្ជះខ្ជាយកាហ្វេនិងផ្កាកុលាបច្រើនម្លេះធ្វើអីច្រឡំម្ដងគឺល្ងងខ្លៅលើកទី2គឺឈួតហើយលើកទី3គឺមិនអាចអភ័យទោសបានទេខ្ញុំមិនងាយជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់ទេសៀវស៊ឺឯងចាំបាច់ធ្វើបែបនេះឬឯងដឹងថាខ្ញុំគ្មានវិធីបន្តធ្វើការជាមួយឯងទេខ្ញុំចង់លាឈប់ហើយឯងចង់រត់គេចទៀតហើយហេតុអ្វីបានជារាល់ដងឯងតែងតែមិនចង់បានខ្ញុំអ្នកដែលថាស្រឡាញ់ខ្ញុំក៏អញ្ចឹងអ្នកដែលថាអត់ស្រឡាញ់ក៏អញ្ចឹងស្រឡាញ់ឯងស្ទើរតែស្លាប់ហើយក៏បោះបង់ខ្ញុំចោលមកហុចដៃមកជាវសៀឯងចង់សម្លាប់ប្តីឯងមែនទេឯងជាប្តីគេវាតាក់ទងអីនឹងខ្ញុំជាតិមុនខ្ញុំជំពាក់ឯងមែនកុំកំរើកឯងរៀបការហើយតើឈប់ដើរប៉ាត់ណាប៉ាត់ណីបានទេខ្ញុំមានអារម្មណ៍ខ្ពើមអីចឹងឯងយល់ច្រឡំថាខ្ញុំរៀបការហើយម៉ាក់ឯងថាឯងរៀបការហើយខ្ញុំអត់មានម៉ាក់ទេ4 ឆ្នាំមុនបានកាត់ផ្តាច់ទំនាក់ទំនងហើយជាវសៀខ្ញុំបានប្រាប់ឯងហើយបើគូអនាគតខ្ញុំមិនមែនជាឯងទេខ្ញុំសុខចិត្តនៅម្នាក់ឯងដល់ចាស់កងខ្នងមិនទាន់រៀបការគឺម្ដាយគេបញ្ឆោតខ្ញុំទេអីចឹងឯងអត់ពន្យល់បន្តិចទេហេតុអីឯងមិនយកខ្ញុំខ្ញុំបានឆែកមើលហើយ
តែម៉ាក់ខ្ញុំកាលនឹងមិនបានឲ្យលុយឯង1 លានទេ1 លាន1 លានមានលុយហើយអស់ចាស់ណាស់មែនទេខ្ញុំអត់ត្រូវការទេអញ្ចឹងអញអត់បានយកលុយទេអាកុនអាហោឆាវឆាវអញ្ចឹងយើងត្រូវគ្នាវិញល្អទេលោកស៊ីវអ្នកគួរតែទៅហើយខ្ញុំក៏គួរតែសម្រាកដែរអាហោអាហោផឹកទឹកដោះគោរួចគេងទៅខ្ញុំទៅហើយមុនគេងខ្ញុំលែងផឹកទឹកដោះគោហើយផឹកហើយខ្ញុំនឹងទៅបើមិនអញ្ចឹងទេខ្ញុំនឹងនៅទីនេះឆាវស៊ីវឯងញោមមកណាស់ក៏មិនអីដែរឯងឲ្យគេមើលខ្ញុំបែបនេះ9,85426វាពិតជាឈ្មោះខ្ញុំមែនតបបីឯងសមនឹងគ្មានប្រពន្ធហើយត្រឹមនឹងឯងនៅតែដណ្ដើមឆ្កែជាមួយនាងទៀតជួយខ្ញុំផងជួយខ្ញុំផងខ្ញុំនឹងធ្វើឲ្យឯងរកសុបិនមិនឃើញសំបីតែក្នុងសុបិនក៏ដោយនេះមានន័យថាយើងឈប់បង្កបញ្ហាទៀតហើយ I gave you the mood in your song I never can hold a chimney head Mày girl need a model jelek no yak now